សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សារជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះផងដែរយើងមកតសាច់រឿង Naruto របស់យើងបន្តទៀតដែលកាលពីវគ្គមុនយើងក៏បានឃើញក្រុម Shinobi ដែលបានប្រឡងជាប់ធ្វើតេស្តសមត្ថភាពជុំទី2នឹងធ្វើដំណើរមកដល់ដំណាក់កាលទី3ផងដែរសមត្ថភាពក្រុមដែលប្រឡងធ្វើតេស្តសមត្ថភាពជាប់ជុំទី2មានដូចជាក្រុមទី7ក្រុមទី8ក្រុមទី10ក្រុមរបស់ Gai Sensei ក្រុមរបស់ Gaara ហើយនិងក្រុមរបស់អ្នកផ្សេងទៀតផងដែរអញ្ចឹងចង់ដឹងតើការប្រឡងតេស្តសមត្ថភាពជុំទី3នឹងទៅជាយ៉ាងណាកុំភ្លេចរងចាំទស្សនាជាមួយអ្នកមិនទាំងអស់គ្នា Standing by សេរីរបស់យើងក៏បានចាប់ផ្ដើមនៅក្នុង hall នៃការប្រកួតជុំទី3យើងក៏បានឃើញគណៈកម្មការរៀបចំការប្រកួតដែលមានឈ្មោះថា Hayate នឹងកំពុងតែប្រាប់ក្រុមទាំងអស់អំពីគោលការណ៍នៃការប្រកួតជុំទី3ផងដែរដែលគោលការណ៍នៃការប្រកួតជុំទី3នឹងគឺតម្រូវឲ្យសមាជិកក្រុមនីមួយៗនឹងធ្វើការចាប់ឆ្នោតឲ្យប្រកួតគ្នាមួយទល់នឹងមួយដើម្បីស្វែងរកអ្នកឈ្នះបន្តដំណើរទៅមុខបន្តទៀត Hayate ក៏បានបន្ថែមទៀតថាការប្រកួតគឺត្រូវកំណត់ដោយនាទីប្រសិនបើដល់នាទីកំណត់ហើយ Shinobi ម្នាក់ណាដែលមានរបួសខ្លាំងជាងគេគឺនឹងត្រូវចាក់ចេញពីការប្រកួតតែម្ដងនិយាយឲ្យ Hayate ក៏បានប្រាប់ទៅកាន់ Shinobi ទាំងអស់ថាប្រសិនបើពួកគេមិនចង់ធ្វើការប្រកួតពួកគេអាចមានសិទ្ធិជ្រើសរើសចាក់ចេញពីការប្រកួតបានផងដែរ Sasuke កំពុងតែផ្ដោតអារម្មណ៍ស្ដាប់លោកគ្រូ Hayate សុកស្រាប់តែកញ្ចាំងករបស់គេមានការឈឺចាប់ម្ដងទៀតនោះគឺបណ្ដាលមកពីស្នាមខូម៉ានៅលើកញ្ចាំងករបស់គេនៅពេលដែល Sakura ឃើញអញ្ចឹង Sakura ក៏មានការបារម្ភជាមួយនឹង Sasuke ហើយក៏បានរីកខមមិនឲ្យ Sasuke ចាក់ចេញពីការប្រកួតក៏ប៉ុន្តែ Sasuke បានបដិសេធនៅពេលឃើញស្ថានភាពរបស់ Sasuke អញ្ចឹងយើងក៏បានឃើញ Ibiki វិភាសាជាមួយនឹង Anko ហើយនឹង Hokage ទី3ផងដែរហើយនៅពេលហ្នឹងយើងក៏បានឃើញ Anko ស្នើសុំទៅកាន់ Hokage ដើម្បីឲ្យ Sasuke ហ្នឹងចាក់ចេញពីការប្រកួតនៅពេលបានឮ Anko និយាយអញ្ចឹង Kakashi Sensei ក៏បានជំទាស់ជាមួយនឹង Anko ទោះជាយ៉ាងណាក៏ដោយក៏ Anko ចង់ឲ្យ Sasuke ចាក់ចេញពីការប្រកួតផងដែរមូលហេតុដោយសារតែ Sasuke ហ្នឹងគាត់មានស្នាមខំនៅលើកញ្ចាំងកណាទាំងអស់គ្នាមួយវិញទៀតដោយសារតែ Anko ហ្នឹងខ្លាច Sasuke ហ្នឹងមានភាពឈឺចាប់នៅពេលដែលគេកំពុងតែធ្វើការប្រកួតដោយសារតែ Anko ហ្នឹងគាត់មានស្នាមខំនៅលើកញ្ចាំងករបស់គាត់ដែរហើយស្នាមខំផងដែរគឺដោយសារតែស្នាដៃរបស់ Orochimaru នៅពេលដែលគណៈកម្មការទាំងពីរកំពុងតែធ្វើការសន្ទនាជាមួយនឹង Hokage ទី3យើងក៏បានឃើញ Kabuto លើកដៃស្នើសុំចាក់ចេញពីការប្រកួតផងដែរឃើញអញ្ចឹងទាំងអស់គ្នានៅក្នុង hall ប្រឡងហ្នឹងក៏មានការភ្ញាក់ផ្អើលជាមួយនឹង Kabuto ខ្លាំងមែនទែនជាពិសេសគឺ Naruto ហើយ Naruto ក៏បានសួរទៅកាន់ Kabuto ថាមូលហេតុអីបានជា Kabuto ចាក់ចេញពីការប្រកួតអញ្ចឹង Kabuto វិញគាត់ក៏បាននិយាយឡើងតងែមកយកទៅកាន់ Naruto វិញថាដោយសារតែគាត់គិតថាគាត់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡងជុំទី3ហ្នឹងអញ្ចឹងហើយទៅគាត់ចាក់ចេញពីការប្រកួតហ្នឹងតែម្ដង Hokage ទី3វិញគាត់ពិតជាមានការចាប់អារម្មណ៍ជាមួយនឹង Kabuto ខ្លាំងមែនទែនដោយសារតែគាត់ធ្លាប់ឃើញមុខ Kabuto ពីមុនមកនៅក្នុងការប្រឡង Chunin រួចហើយគាត់ក៏បានឲ្យ Anko នឹងឆែកនៅក្នុងប្រវត្តិរូបរបស់ Kabuto ផងដែរបន្ទាប់ពីបានពិនិត្យរួចហើយ Hokage ទី3គាត់ក៏បានដាក់ការសង្ស័យនិងការត្រួតពិនិត្យខ្ពស់ចំពោះ Kabuto ហើយនិងសមាជិកក្រុមរបស់គេបន្ទាប់ពី Kabuto បានចាក់ចេញពី hall ប្រឡង Hayate ក៏បានសួរនាំទៅកាន់ Shinobi ផ្សេងៗទៀតបើសិនបើមានអ្នកណាគេចង់ចាក់ចេញពីការប្រឡងសូមឲ្យលើកដៃឡើងលើហើយដើរចេញណាអ្នកទាំងអស់គ្នានៅពេលនោះផងដែរសប្តាហ៍ Sakura ចង់ស្នើសុំឲ្យ Sasuke ចាក់ចេញពីការប្រកួតដោយសារតែ Sakura នឹងមានការព្រួយបារម្ភចំពោះ Sasuke ក៏ប៉ុន្តែ Sasuke មិនបានយល់ព្រមជាមួយនឹង Sakura នៅទេដោយសារតែគាត់ចង់ប្រឈមមុខជាមួយនឹងសត្រូវរបស់គាត់សម្រាប់សត្រូវរបស់ Sasuke វិញសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូ Admin តាំងពីដំបូងអ្នកទាំងអស់គ្នានឹងបានដឹងហើយគឺមានដូចជា Gaara, Rock Lee, Neji ហើយនិងក្រុមរបស់ Dosu ផងដែរចំណែក Naruto វិញក៏បាននិយាយទៅកាន់ Sasuke ថាឲ្យខំម៉េះឈឺណាគេមើលអញ្ចឹងអ្នកទាំងអស់គ្នាហើយ Sakura បារម្ភពីឯងអញ្ចឹងអត់ចង់ឲ្យឯងចូលប្រកួតទេក៏ប៉ុន្តែត្រូវបាន Sasuke និយាយឌឺមកកាន់ Naruto វិញថាឯងក៏ចឹងនេះអញចង់វាយមួយឯងដូចគ្នា Naruto ឯងកុំមកចេះញ៉ៃញ៉ៃមួយជីវិតអញក៏មកដល់ Hokage ទី3យើងក៏បានឃើញគាត់នឹងយល់ព្រមឲ្យ Sasuke នឹងប្រឡងនៅក្នុងការធ្វើតេស្តជុំទី3ផងដែរហើយអត់ទេគាត់បាននិយាយបន្ថែមទៅកាន់ Shinobi ទាំងអស់ឲ្យបានដឹងអំពីលក្ខខណ្ឌនៃការប្រឡងបន្ថែមទៀតនៅពេលដែលពួកគេធ្វើការប្រកួតពួកគេអាចនឹងត្រូវស្លាប់បើសិនជាពួកគេមិនសុំចុះចាញ់អញ្ចឹងបើសិនបើជាពួកគេមិនចង់ស្លាប់ពួកគេត្រូវតែសុំចុះចាញ់ហើយនៅទីបំផុតការប្រឡង Chunin Exam ជុំទី3ក៏បានចាប់ផ្ដើមឡើងយើងក៏បានឃើញគូទី1ដែលត្រូវប៉ះគ្នាគឺជា Sasuke Uchiha និងក្រុមរបស់ Kabuto ដែលមានឈ្មោះថា Yuroi មុនពេលដែលការប្រកួតបានចាប់ផ្ដើមឡើងយើងក៏បានឃើញ Kakashi Sensei នឹងប្រាប់ទៅកាន់ Sasuke Uchiha ថាកុំឲ្យប្រើប្រាស់ Sharingan របស់គាត់ដោយសារតែ Kakashi គាត់បានដឹងអំពីធម៌ពលរបស់ Konoha អញ្ចឹងហើយគាត់មិនចង់ឲ្យ Sasuke នឹងបញ្ចេញភ្នែក Sharingan របស់គេនោះទេ Kakashi គាត់ក៏បានបន្ថែមទៀតថាបើសិនបើជា Sasuke មិនអាចគ្រប់គ្រងធម៌ពលចក្រារបស់ខ្លួនឯងបាន Kakashi នឹងធ្វើការបញ្ឈប់ការប្រកួតតែម្ដងនៅពេលដែលពួកគេធ្វើការសន្ទនាយើងក៏បានឃើញការផ្សេងដ៏ចម្លែកមួយកំពុងតែសម្លឹងមើលពួកគេនោះគឺជា Orochimaru ដែលនៅក្នុងរូបរាងកាយរបស់អ្នកផ្សេងមួយទៀតបន្ទាប់ពីគ្រូសិស្សពួកគេទាំងពីរធ្វើការសន្ទនាគ្នារួចមកយើងក៏បានឃើញ Hayate ឲ្យពួកគេទាំងពីរចាប់ផ្ដើមការប្រកួតតែម្ដងហើយនៅពេលនោះផងដែរយើងក៏បានឃើញ Sasuke Uchiha មិនអាចប្រើ Genjutsu ឬក៏ Ninjutsu របស់គេបាននោះទេមួយវិញទៀតដោយសារតែស្នាមខំនៅលើកញ្ចាំងក Sasuke អញ្ចឹងហើយទៅធ្វើឲ្យ Sasuke មានភាពជឿចាំអញ្ចឹងហើយ Chakra របស់គាត់ក៏ធ្លាក់ចុះតាមនឹងដែរទាំងអស់គ្នាចំណែកសមាជិកក្រុមរបស់ Kabuto ដែលមានឈ្មោះថា Yuroi វិញគាត់ក៏បានដឹងអំពីស្នាមខំនៅលើកញ្ចាំងករបស់ Sasuke ផងដែរអញ្ចឹងហើយទើបគាត់បើកការវាយប្រហារទៅកាន់ Sasuke តែម្ដងនៅពេលដែល Sasuke កំពុងតែឈឺចាប់ជាមួយនឹងកម្លាំងខំនៅលើកញ្ចាំងករបស់គេ Yuroi ក៏បានចាប់
ចាប់ក្បាលរបស់សាសកេជាប់ហើយគាត់ក៏បានប្រើតិចនិចពិសេសដើម្បីស្រូបយកចក្រារបស់សាសកេដើម្បីឲ្យចក្រារបស់សាសកេមានភាពចុកខ្សោយដោយសារតែมันអាចទ្រាំទ្រជាមួយនឹងភាពឈឺចាប់សាសកេគាត់ក៏បានប្រើតិចនិចពិសេសដើម្បីដោះក្លេរបស់យូរ៉ុយចេញតែម្ដងសាសកេគាត់ក៏បានរត់នៅតិចនិចពិសេសដើម្បីទប់ទល់ជាមួយនឹងយូរ៉ុយដោយសារតែពេលនេះគាត់មិនអាចប្រើនេនគិតស៊ូហើយនឹងគិនគិតស៊ូរបស់គាត់បាននោះទេហើយជាពិសេសសារ៉ិនកាន់របស់គាត់ក៏គាត់មិនអាចប្រើបាននោះដែរចំណែកឯណារូតូដែលកំពុងតែទស្សនាការប្រកួតរវាងពួកគេទាំងពីរនាក់វិញនៅពេលដែលឃើញសាសកេអញ្ចឹងក៏បានថាឲ្យសាសកេតែម្ដងណារូតូក៏បានប៊ូលីទៅកាន់សាសកេថាអន់ម៉េះចំណែកឯអូរ៉ូឈីម៉ារូដែលកំពុងតែបន្លំខ្លួនធ្វើការទស្សនាការប្រកួតវិញគាត់កំពុងតែចង់ឲ្យសាសកេនឹងប្រើធម្មពលខូម៉ាដែលគាត់ផ្ដល់ឲ្យក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសាសកេមិនបានប្រើធម្មពលរបស់ខូម៉ានោះទេដោយសារតែគាត់ស្ដាប់តាមការណែនាំរបស់លោកគ្រូកាកាស៊ីសិនសេនៅពេលដែលយូរ៉ុយព្យាយាមធ្វើការវាយប្រហារមកកាន់សាសកេម្ដងទៀតសាសកេគាត់ក៏បាននឹកឃើញក្បាច់ពិសេសហើយក្បាច់ពិសេសនោះផងដែរគឺមានឈ្មោះថា Leon Cambo អ្នកទាំងអស់គ្នាក្បាច់ពិសេសនោះគឺមើលទៅដូចជាស្តៀងក្បាច់របស់ Rock Lee អ្នកទាំងអស់គ្នាការពីវគ្គដំបូងហ្នឹងយើងក៏បានឃើញ Rock Lee ហ្នឹងប្រយុទ្ធជាមួយនឹងសាសកេអ្នកទាំងអស់គ្នាអញ្ចឹងហើយសាសកេគាត់ក៏បានប្រើក្បាច់ថៃជិតស៊ូនឹងតាម Rock Lee ដែរបណ្ដោយចំណែកឯ Rock Lee វិញនៅពេលដែលបានឃើញអញ្ចឹងក៏គាត់មានអារម្មណ៍ថាស្តៀងដែរហើយ Guy វិញនៅពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏ស្គាល់ដែរថាក្បាច់ហ្នឹងស្តៀងក្បាច់របស់ Rock Lee អញ្ចឹងអ្នកទាំងអស់គ្នាចំណែកឯអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាការប្រកួតរវាងពួកគេទាំងពីរហ្នឹងគឺមានការចាប់អារម្មណ៍ទៅកាន់ក្បាច់របស់សាសកេខ្លាំងមែនទែនដែលធ្វើឲ្យពួកគេហ្នឹងមានការភ្ញាក់ផ្អើលតែម្ដងកម្មដល់សាសកេវិញនៅពេលដែលគាត់លើកសត្រូវរបស់គាត់ឡើងទៅលើអាកាសហើយបំរុងនឹងបញ្ចប់ស្រាប់តែខុំនៅលើកញ្ចឹងករបស់គាត់បានរើឡើងម្ដងទៀតហើយនៅពេលនោះផងដែរអូរ៉ូឈីម៉ារូគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនថាមកពលចក្រារបស់ខូម៉ាព្យាយាមគ្របដណ្ដប់ទៅលើរាងកាយរបស់សាសកេដែលធ្វើឲ្យសាសកេមិនអាចគ្រប់គ្រងលើរូបរាងកាយរបស់គេបាននោះទេក៏ប៉ុន្តែនៅពេលដែលសាសកេនឹកឃើញទៅដល់ណារូតូហើយនិងសាការ៉ាលើកទឹកចិត្តគេក៏អាចគ្រប់គ្រងរាងកាយរបស់គេវិញបានតែម្ដងសាសកេយូជីហាក៏បានធ្វើការបញ្ចប់ទៅកាន់យូរ៉ុយដោយប្រើក្បាច់ពួរនៅលើអាកាសបញ្ចប់យូរ៉ុយឲ្យធ្លាក់មកដល់ដីបន្ទាប់ពីធ្លាក់ដល់ដីពួកគេក៏បានអស់កម្លាំងរៀងខ្លួនហើយក៏បានសន្លប់មកសន្ទុះចំណែកឯហាយ៉ាតេវិញក៏បានធ្វើការឆែកទៅលើពួកគេទាំងពីរនាក់ផងដែរហើយនៅទីបំផុតយើងក៏បានដឹងជ័យជំនះនៅលើការប្រកួតវគ្គទី3ជុំទី1នេះគឺបានទៅកាន់សាសកេយូជីហាបន្ទាប់ពីទទួលបានជ័យជំនះទៅលើសត្រូវសាសកេក៏បានចង់សន្លប់ក៏ប៉ុន្តែត្រូវបានលោកគ្រូកាកាស៊ីមកជួយពាំងគេទាន់ពេលវេលាផងដែរនិយាយទៅ admin គឺពិតជាស្រឡាញ់ទៅកាន់កាកាស៊ីមែនអ្នកនរគ្នាគាត់ always take care ទៅកាន់កូនសិស្សរបស់គាត់តែម្ដងបន្ទាប់ពីជួយសាសកេយូជីហាកុំឲ្យដួលហើយកាកាស៊ីសិនសេក៏បាននិយាយទៅកាន់កូនសិស្សរបស់គាត់ថាអីពិតជាធ្វើបានល្អមែនសាសកេនៅពេលដែលបានឮអញ្ចឹងសាសកេយូជីហាគាត់ក៏បានញញឹមទៅកាន់លោកគ្រូរបស់គាត់វិញតែម្ដងចំណែកឯណារូតូនិងសាការ៉ាវិញក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលសាសកេនឹងបានយកឈ្នះទៅលើគូសត្រូវរបស់គេចំណែកឯគណៈកម្មការរៀបចំការប្រកួតហើយនិងសមាជិកក្រុមផ្សេងៗដែលកំពុងតែទស្សនាវិញក៏មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់សាសកេផងដែរហើយយើងក៏បានឃើញអូរ៉ូឈីម៉ារូផងដែរនៅពេលដែលគាត់ឃើញសមត្ថភាពរបស់សាសកេនឹងគាត់ក៏បានវាយអណ្ដាតតែម្ដងនៅពេលដែលការប្រកួតគូទី1ត្រូវបានបញ្ចប់យើងក៏បានឃើញគូទី2បានធ្វើដំណើរមកដល់នោះគឺជាសាគូត្រូវប្រកួតជាមួយនឹងស៊ីណូអ្នកទាំងអស់គ្នានៅពេលដែលការប្រកួតបានចាប់ផ្ដើមយើងក៏បានឃើញសាគូប្រើដៃរបស់គេតែមួយចំហៀងតែប៉ុណ្ណោះអ្នកទាំងអស់គ្នាដោយសារតែដៃរបស់គេមួយចំហៀងទៀតហ្នឹងត្រូវបានសាសកេកាច់បំបាក់ការវគ្គមុនណាអ្នកទាំងអស់គ្នាទោះបីជាសាគូមានដៃតែម្ខាងក៏គេអាចប្រើតិចនិចពិសេសរបស់គេវាយប្រហារទៅកាន់ស៊ីណូបានផងដែរអ្នកនរគ្នាក៏ប៉ុន្តែនោះគ្រាន់តែជារបិចរបស់ស៊ីណូតែប៉ុណ្ណោះក្រឡេកមកមើលកាកាស៊ីសិនសេអានេះវិញយើងក៏បានឃើញកាកាស៊ីនឹងនាំសាសកេទៅព្យាបាលរបួសរបស់គេហើយនឹងប្រើក្បាច់ស៊ីលៀងចិត្តស៊ូដើម្បីព្យាបាលខំហាត់នៅលើកញ្ចឹងករបស់សាសកេកុំឲ្យចេញមកក្រៅទៀតចឹងណាអ្នកនរគ្នាបន្ទាប់ពីគាត់ប្រើស៊ីលៀងចិត្តស៊ូព្យាបាលនៅលើកញ្ចឹងករបស់សាសកេហើយសាសកេក៏បានអស់កម្លាំងសន្លប់តែម្ដងនៅពេលនោះយើងក៏បានឃើញមានបរិសុទ្ធចម្លែកម្នាក់ចេញមកពីក្រោយខ្នងរបស់កាកាស៊ីហើយគាត់ក៏បាននិយាយទៅកាន់កាកាស៊ីថាតើឯងគិតថាឯងអាចបំបែកក្បាច់ស៊ីលៀងចិត្តស៊ូរបស់យើងបានមែនទេបរិសុទ្ធម្នាក់នោះគាត់មានណាគេអ្នកនរគ្នាគាត់គឺជាអូរ៉ូឈីម៉ារូនឹងឯងអ្នកនរគ្នាហើយគាត់ក៏បាននិយាយថាឯងគឺធំហើយកាកាស៊ីនៅពេលដែលបានប្រឈមមុខផ្ទាល់ជាមួយនឹងអូរ៉ូឈីម៉ារូកាកាស៊ីសិនសេគឺប្រៀបដូចជាសបិនអាក្រក់របស់គាត់អញ្ចឹងចំណែកឯអូរ៉ូឈីម៉ារូវិញគាត់ក៏បាននិយាយបន្ថែមទៅកាន់កាកាស៊ីថាខានជួបឯងយូរហើយខាកាស៊ីខុនអូរ៉ូឈីម៉ារូគាត់ក៏បានបន្ថែមថាខ្ញុំគ្មានរឿងអ្វីដែលត្រូវតាក់ទងជាមួយនឹងឯងនោះទេប៉ុន្តែខ្ញុំមានរឿងតាក់ទងជាមួយនឹងក្មេងម្នាក់នោះនឹងគឺសំដៅទៅកាន់សាសកេអ្នកទាំងអស់គ្នាក្រឡេកមកមើលការប្រកួតរបស់យើងវិញបន្ទាប់ពីសាគូប្រើតិចនិចសពីតខ្យល់របស់គេវាយប្រហារទៅកាន់ស៊ីណូយើងឃើញថាស៊ីណូមិនមានការប៉ះពាល់អ្វីនោះទេស៊ីណូក៏បានងើបចេញពីក្នុងខ្សែអ៊ូអាប់ធម្មតាដោយក្នុងខ្លួនរបស់គេគឺពោពេញទៅដោយសត្វល្អិតមូលហេតុដែលក្នុងខ្លួនរបស់គេពោពេញទៅដោយសត្វល្អិតគឺដោយសារតែគេនឹងមកពីអាប៊ូរ៉ាមេខ្លានណាបងប្អូនគ្នាខ្លានហ្នឹងគឺជាខ្លានដែលប្រើប្រាស់តិចនិចសត្វល្អិតជាចម្បងណាបងប្អូនគ្នាបន្ទាប់ពីរួចហូតពីការវាយប្រហាររបស់សាគូស៊ីណូគាត់ក៏បានប្រើតិចនិចសត្វល្អិតរបស់គាត់ដើម្បីធ្វើការគំរាមកំហែងទៅកាន់សាគូស៊ីណូបាននិយាយទៅកាន់សាគូថាបើសិនជាឯងប្រើប្រាស់តិចនិចដៃរបស់ឯងវាយប្រហារមកកាន់យើងម្ដងទៀតយើងនឹងប្រើសត្វល្អិតបំផ្ទុះដៃរបស់ឯងចោលតែម្ដងហើយនៅពេលនោះផងដែរសាគូគឺពិតជាមានការភ័យខ្លាចផងដែរហ
ហើយគាត់ក៏បាននឹកឃើញទៅកាន់ Sasuke ដែលបានកាច់មកបាក់ដៃរបស់គាត់ហ្នឹងទាំងអស់គ្នា ហើយសាច់រឿងរបស់យើងក៏បាន flashback ទៅខាងក្រោយបន្តិចផងដែរ យើងក៏បានឃើញពីអតីតកាលរបស់ Saku គឺជាក្មេងដែល Orochimaru ជួយកាលពីនៅក្មេង ហើយបន្ទាប់ពី Orochimaru ជួយគាត់ក៏បានដើរតាម Orochimaru តែម្ដង ហើយត្រូវបាន Orochimaru ប្រើប្រាស់មកដល់សប្តាហ៍ថ្ងៃក៏មកដល់សាច់រឿងរបស់យើងវិញនៅពេលដែលកំពុងតែប្រយុទ្ធជាមួយនឹង Shino នោះ Shino បាននិយាយឲ្យគេបោះបង់ការប្រកួតក៏ប៉ុន្តែគេមិនព្រមទេគេនៅតែបន្តការប្រយុទ្ធជាមួយនឹង Shino ដដែលហើយគេបានព្យាយាមប្រើដៃទាំងពីររបស់គេប្រើតិចនៃសពាកខ្យល់ដើម្បីវាយប្រហារទៅកាន់ Shino ម្ដងទៀតក៏ប៉ុន្តែត្រូវបាន Shino ប្រើតិចនៃសត្វល្អិតរបស់គេដើម្បីរារាំង Saku បានប្រើតិចនៃសពាកខ្យល់របស់គេដើម្បីបាញ់ចេញក្រៅក៏ប៉ុន្តែបាញ់មិនចេញទេដោយសារតែសត្វល្អិតរបស់ Shino បានចូលទៅក្នុងបំពង់ខ្យល់ដែលជាហេតុធ្វើឲ្យដៃរបស់ Saku ទាំងសងខាងមានការផ្ទុះខូចខានអញ្ចឹងហើយ Saku ក៏បានចាញ់នៅក្នុងការប្រកួតហើយ Shino គឺជាអ្នកឈ្នះនៃការប្រកួតក្រោយមកមើល Kakashi Sensei ហើយនិង Orochimaru ឯនេះវិញបន្ទាប់ពីការសន្ទនារបស់ពួកគេត្រូវបានបញ្ចប់ Kakashi Sensei គាត់ក៏បានរារាំង Orochimaru ផងដែរដោយសារតែ Orochimaru នឹងចង់ដើរសម្ដៅទៅកាន់ Sasuke Kakashi Sensei គាត់ក៏បាននិយាយទៅកាន់ Orochimaru ថាបើទោះបីជាអតីតកាលរបស់ Orochimaru ហ្នឹងគាត់គឺជា Legendary Sannin ប្រចាំនៅភូមិស្លឹកឈើក៏ដោយដែរបើសិនជាគាត់ហ៊ានឈានជើងចូលមកជំហានទៀត Kakashi Sensei នឹងធ្វើការសម្លាប់ទៅកាន់ Orochimaru តែម្ដង Orochimaru គាត់គឺជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្ស3នាក់ដែលគឺជា Legendary Sannin ប្រចាំនៅភូមិស្លឹកឈើហ្នឹងអ្នកទាំងអស់គ្នាហើយពួកគេទាំង3នាក់ហ្នឹងគឺជាកូនសិស្សរបស់ Lord Hokage ទី3អ្នកទាំងអស់គ្នានៅវគ្គបន្ទាប់អ្នកទាំងអស់គ្នានឹងបានឃើញ Three Legendary Sannin ទាំង2នាក់ទៀតហើយអ្នកទាំងអស់គ្នាKakashi Sensei ក៏បាននិយាយទៅកាន់ Orochimaru បន្ថែមទៀតថាទោះបីជាយ៉ាងណាក៏ដោយដែរម្នាក់នៅក្នុងចំណោមពួកយើងគឺនឹងត្រូវស្លាប់និយាយហើយ Kakashi Sensei គាត់ក៏បានប្រើក្បាច់ Shinigami របស់គាត់ដើម្បីមកឡាយទៅកាន់ Orochimaru ក៏ប៉ុន្តែ Orochimaru គាត់គ្មានគីឡូខ្លាចជាមួយនោះទេគាត់បានញញឹមដាក់ទៅកាន់ Kakashi Sensei វិញដែលធ្វើឲ្យ Kakashi Sensei នឹងមានការខ្លាចនិងព្រឺសម្បូរទៅកាន់ Orochimaru ជាខ្លាំងតាមពិតទៅ Kakashi Sensei គាត់ដឹងតែគាត់វាយមិនឈ្នះ Orochimaru ទេអ្នកនរអគ្នាតែគាត់ចេះតែនិយាយលួងខ្លួនឯងទៅចំណែកឯ Orochimaru វិញគាត់គ្មានបំណងចង់សម្លាប់ទៅលើ Kakashi នោះទេហើយគាត់ក៏បានចាក់ចេញទៅបាត់នៅពេលដែល Orochimaru បានចាក់ចេញផុតយើងក៏បានឃើញ Kakashi Sensei មានជាការញាប់ញ័រជាខ្លាំងនៅក្នុងរូបរាងកាយរបស់គេក៏មកដល់ការប្រកួតគូទី2នៅវិញយើងក៏បានឃើញត្រូវបានបញ្ចប់ផងដែរអ្នកដែលចាញ់ត្រូវបានគេសែងជ័យចំណែកអ្នកឈ្នះត្រូវបានរងចាំបន្តដើម្បីប្រកួតជាមួយនឹងគូបន្ទាប់របស់គេនៅក្នុងការប្រឡងតែសមត្ថភាពជុំទី3នេះយើងក៏បានឃើញគូទី3ធ្វើដំណើរមកដល់ផងដែរដែលគូបន្ទាប់ដែលត្រូវប៉ះគ្នានោះគឺជាធីមរបស់ Kara គឺជាកាន់គូរូនឹងត្រូវប៉ះជាមួយនឹងធីមរបស់ Kabuto ដែលមានឈ្មោះថា Mizumi សម្រាប់វគ្គបន្តបន្ទាប់ទៀតអ្នកទាំងអស់គ្នានឹងបានឃើញកាន់គូរូប្រកួតគ្នាជាមួយនឹង Mizumi ហើយយើងនឹងបានឃើញក្រុមល្បីៗជាច្រើនទៀតធ្វើការប្រកួតគ្នាផងដែរអញ្ចឹងការសម្ដែងរឿងរបស់ Admin នៅថ្ងៃនេះគឺសូមឆ្លើយតែប៉ុណ្ណេះសិនអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតក៏ប៉ុន្តែមុនពេលទស្សនាវីដេអូក្រោយៗទៀត Admin សូមពឹងអ្នកទាំងអស់គ្នាជួយ Like Subscribe និង Comment ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យ Admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយ Bye